តិចមើលវិលត្រឡប់មករឿងយើងវិញថ្ងៃនេះគឺជារឿងដែលតាក់ទងទៅនឹងយាយម៉ៅពេជ្រនិលហ្នឹងហើយបងប្អូនខ្មែរយើងទូទាំងប្រទេសតែងតែមានជំនឿថានៅម្ដុំហ្នឹងគឺជាកន្លែងស័ក្តិសិទ្ធិខ្លាំងមែនទែនទាំងខ្ញុំនិងក្រុមគ្រួសារខ្ញុំឲ្យតែឆ្លងកាត់កន្លែងហ្នឹងតែងតែឈប់ឡានចុះអុជធូបបន់ស្រន់សុំសេចក្តីសុខតាមផ្លូវជានិច្ចនេះគឺជាបទពិសោធន៍ថ្មីមួយទៀតហើយដែលកាត់ឡើងប៉ិតទៅលើប្រិយមិត្តរបស់យើងតែឥឡូវគាត់បានផ្លាស់ប្ដូរទីលំនៅទៅប្រទេសអូស្ត្រាលីឯណោះគាត់បានចែករំលែកពីបទពិសោធន៍ប៉ិតដែលគាត់បានជួបសម្រាប់ក្រុមគ្រួសារគាត់ទាំងមូលរហូតដល់បិទបាត់បងប្រុសរបស់គាត់តែម្ដងគឺស្លាប់តែម្ដងតែសំណាងល្អដោយសារតែគាត់កាយខាយតន់ដោយសារតែមានការល្មើមើងងាយវត្ថុស័ក្តិសិទ្ធិនៅតំបន់ហ្នឹងអញ្ចឹងហើយសាច់រឿងនេះគឺអានបដាព្រឺរោមបដាតែម្ដងធ្វើឲ្យយើងនឹកសម័យទៅដល់រូបភាពនៅកន្លែងហ្នឹងដោយសារតែទោះបីជាយើងមិនបញ្ជាក់ថានៅចំណុចមួយណានៃតំបន់យាយម៉ៅពេជ្រនិលហ្នឹងណាប៉ុន្តែខ្ញុំជឿជាក់ថាបងប្អូនដែលជាអ្នកស្ដាប់របស់យើងមួយចំនួនធំនឹងស្គាល់យ៉ាងច្បាស់ថាគាត់កំពុងតែចង់និយាយពីកន្លែងណានៅចំណុចមួយណាហើយខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាតាមដានឲ្យជាប់នៅចំណុចដែលគាត់បញ្ជាក់ឲ្យបញ្ជាក់ទៀតថាកន្លែងណាដែលគាត់បានឃើញរបស់ទាំងអស់ហ្នឹងអញ្ចឹងហ្នឹងហើយអ្នកទាំងអស់គ្នានឹងមានអារម្មណ៍ថាសុបទៅជាមួយគ្នាដោយសារតែវាជារឿងប៉ិតដែលកាត់ឡើងទៅលើមនុស្សប៉ិតផងដែរហើយក៏យកវាគឺជាបទពិសោធន៍ដើម្បីចែករំលែកទៅដល់មិត្តភ័ក្តិបងប្អូនយើងអ្នកដែលយើងស្រឡាញ់ហ្នឹងណាមិនជឿកុំប្រមាថជំរាបសួរបងខ្ញុំជាប្រិយមិត្តរបស់បងម្នាក់ដែលមកពីប្រទេសអូស្ត្រាលីតែខ្ញុំសូមលាក់ឈ្មោះបងថ្ងៃនេះខ្ញុំមានរឿងភ័យរន្ធត់មួយចង់មកចែករំលែកនៅក្នុង Channel របស់បងសង្ឃឹមថាបងនឹងយករឿងរបស់ខ្ញុំទៅផលិតជាវីដេអូនៅក្នុងកម្មវិធី The Story Podcast ផងចុះខ្ញុំស្ដាប់គ្រប់អេពីសូតរបស់បងតែម្ដងត្រឡប់មករឿងខ្ញុំវិញរឿងនេះបានកន្លងផុតទៅជាង10ឆ្នាំទៅហើយដែលកាលនោះខ្ញុំនៅជាក្មេងជំទង់នៅឡើយអាយុទៅតែ12-13ឆ្នាំតែប៉ុណ្ណោះតែវាជារឿងដែលគ្រួសារខ្ញុំនៅចងចាំគ្មានថ្ងៃភ្លេចព្រោះមើងងាយរបស់គាត់ទៅលើវិញ្ញាណអមនុស្សដ៏កាយសាហាវមួយនៅម្ដុំយាយម៉ៅពេជ្រនិលកាលនោះនារដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើងខ្ញុំនិងក្រុមគ្រួសារដែលមានសមាជិក4នាក់មានប៉ាម៉ាក់ខ្ញុំហើយនិងបងប្រុសបានធ្វើដំណើរចេញពីភ្នំពេញបំណងទៅលេងផ្ទះលោកយាយនៅខាងប៉ានៅឯស្រុកភ្នំស្រួយខេត្តកំពង់ស្ពឺប្រហែលជាម៉ោង4ល្ងាចទៅហើយដោយប៉ាជាអ្នកបើកឡាននៅតាមផ្លូវពួកយើងបាននិយាយគ្នាលេងពីនេះពីនោះសប្បាយខ្លាំងមែនទែននិយាយបណ្ដើបើកបោបណ្ដើមិនយូរប៉ុន្មានយើងក៏ជិះទៅដល់ចំណុចសែនព្រេងលោកយាយម៉ៅទៅហើយគ្រួសារខ្ញុំឲ្យតែឆ្លងកាត់ចំណុចនេះរាល់លើកពួកយើងតែងតែឈប់ឡានចុះបន់ស្រន់សុំសេចក្តីសុខនៅតាមផ្លូវមិនដែលខាននោះទេព្រោះពុកខ្ញុំគាត់និយាយថាកាលពីមិនទាន់មានខ្ញុំពោលគឺមានតែបងប្រុសរបស់ខ្ញុំគាត់ធ្លាប់មានមិត្តភក្តិជិតស្និទ្ធម្នាក់គាត់ស្គាល់គ្នាតាំងពីសម័យនៅរៀនមកម្លេះគឺពួកគាត់រាប់អានគ្នាខ្លាំងមែនទែនទោះបីជាចេញរកស៊ីធ្វើការមានគ្រួសាររៀងៗខ្លួនក៏ដោយក៏នៅតែរាប់អានគ្នាដូចដើមហ្នឹងហើយគាត់ហ្នឹងគឺឈ្មោះអ៊ំហៀងគាត់គឺជាអ្នកភ្នំស្រួយដែរតែអ៊ំហៀងគាត់គឺជាមនុស្សដែលមិនចេះជឿរឿងអបិយជំនឿខ្មោចព្រាយបិសាចអ្វីនោះទេជាពិសេសគឺរឿងដួងព្រលឹងវិញ្ញាណវត្ថុស័ក្តិសិទ្ធិអីហ្នឹងគឺគាត់មិនជឿខ្លាំងតែម្ដងគ្រប់ពេលដែលពួកគាត់ជិះឡានជុំគ្នាមកលេងស្រុកកំណើតឲ្យតែឪពុកខ្ញុំចុះសែនព្រេងនៅតំបន់នេះអ៊ំហៀងគឺគាត់ទើសចិត្តជានិច្ចគាត់សុកចិត្តអង្គុយចាំនៅក្នុងឡានគាត់មិនចុះទេថែមទាំងរអ៊ូបណ្ដើរងំអញ្ចឹងថាឲ្យឪពុកខ្ញុំម្ដងម្កាលទៀតផងរហូតដល់យប់មួយគឺជាយប់ចំថ្ងៃមុនរៀបចំបុណ្យភ្ជុំបិណ្ឌធំ3ថ្ងៃបានន័យថា3ថ្ងៃទៀតដល់បុណ្យភ្ជុំបិណ្ឌធំអញ្ចឹងអ៊ំហៀងគាត់ឡើងមកលេងស្រុកជាមួយនឹងឪពុកខ្ញុំដូចរាល់ឆ្នាំហ្នឹងព្រោះអីនៅពេលដែលភ្ជុំធំពួកគាត់ត្រូវមានកម្រងទៅកន្លែងផ្សេងអញ្ចឹងតែនៅសុកគាត់ក៏ត្រូវត្រឡប់ទៅភ្នំពេញវិញទាំងយប់តែម្ដងព្រោះនៅពេលហ្នឹងកន្លែងរកស៊ីរបស់គាត់មានបញ្ហាអ្វីមិនដឹងទេត្រូវដោះស្រាយជាមួយនឹងបុគ្គលិកមុនថ្ងៃឈប់សម្រាកចូលមកដល់ដោយការបារម្ភម្ដាយរបស់ខ្ញុំក៏បាននិយាយឲ្យឪពុកខ្ញុំហ្នឹងទៅជាមួយអ៊ំហៀងបានជាគ្នាព្រោះត្រូវបើកបរទាំងយប់អញ្ចឹងខ្លាចមានអ្វីអាចជួយគ្នាបាននៅយប់នោះពេលជិះកាត់កន្លែងលោកយាយម៉ៅហ្នឹងឪពុកខ្ញុំមានអារម្មណ៍ថាផុតដៃផុតជើងបែកញើសស្រាក់មិនដឹងយ៉ាងម៉េចទេហើយគាត់ក៏ចង់ឈប់ឡានចុះអុជធូបសុំសេចក្តីសុខតាមផ្លូវព្រោះត្រូវបើកពេលយប់អញ្ចឹងហើយក៏ជាផ្លូវភ្នំឡើងចុះអញ្ចឹងទៀតតែអ៊ំហៀងគឺគាត់ខាត់ពុកខ្ញុំភ្លាមតែម្ដងថាកុំឲ្យខាត់ពេលហើយគាត់បន្តថាមិនបាច់ឈប់ទេកំពុងតែប្រញាប់ផងគេបន់ស្រន់តែពេលទៅលេងសមុទ្រតែប៉ុណ្ណោះពេលមកវិញមិនបាច់បន់ស្រន់ក៏បានដែរនាំតែខាត់ពេលទេមើលតែគ្នាទៅមកផ្លូវនេះតាំងពីតូចរហូតដល់សក់ក្បាលស្កើមួយទៅហើយមិនដែលបន់ស្រន់អុជធូបម្ដងផងអត់ដែលមានអីទេគិតទៅមនុស្សយើងចេះតែខ្លាចហ្មងចេះតែជឿតាមគ្នាខាត់ពេលមែនរឿងគ្រោះថ្នាក់បើយើងបើកដោយប្រយ័ត្នគឺវាគ្មានកើតនោះទេមិនមែនមកពីបារមីយាយអីជួយយើងនោះទេគឺគាត់និយាយត្រង់អញ្ចឹងហ្មងកុំទៅជឿពេកអីឪពុកខ្ញុំនៅពេលដែលលឺអ៊ំហៀងគាត់និយាយបែបនេះហើយគាត់ក៏សង្ងំស្ងៀមទៅហើយក៏សុខចិត្តបើកបង្ហូរកន្លែងលោកយាយម៉ៅបាត់ទៅមួយសន្ទុះក្រោយមកមេឃក៏ចាប់ផ្ដើមធ្លាក់ភ្លៀងហើយក៏មានផ្គរមានរន្ទះគឺធ្វើឲ្យផ្លូវកាន់តែពិបាកបើកបរជាងមុនទៅទៀតឪពុកខ្ញុំក៏បានបដូរដៃបើកជាមួយនឹងអ៊ំហៀងវិញដោយសារតែគាត់នឹងរៀងធ្លាក់ភ្នែកងុយគេងបន្តិចទៅហើយម្យ៉ាងទៀតគឺដល់កន្លែងផ្លូវលំបាកបាត់បែនច្រើនអញ្ចឹងគាត់ក៏រកកន្លែងចតដើម្បីផ្លាស់ប្ដូរដៃជាមួយនឹងអ៊ំហៀងនៅពេលដែលអ៊ំហៀងចាប់ផ្ដើមបើកបរមួយសន្ទុះចម្លែកត្រង់ថាគាត់ចាប់ផ្ដើមរអ៊ូថាម៉េចគាត់រអ៊ូថាមិនក៏ផ្លូវហ្នឹងមានផ្សែងច្រើនម៉េះហើយអ្នកភូមិណាគាត់ដុតចំបើងអីស្មាននេះគឺគាត់និយាយតដែរហ្នឹងមកផ្លែត2ទៅ3ដងឪពុកខ្ញុំដែលកំពុងតែបិទភ្នែកសម្រាប់យកកម្លាំងហ្នឹងក៏បើកភ្នែកប្រំតែគាត់អត់ឃើញអីចម្លែកនោះទេគាត់ក៏បិទភ្នែកទៅវិញហើយក៏តបថាអើយប្រហែលជាគេដុតចំបើងដេញមូអីកោអីហ្នឹងឯងហើយផ្សែងហោះមកពីក្នុងភូមិអញ្ចឹងតែបន្តិចទៅអត់អីហើយរៀងឯងបើកឲ្យប្រយ័ត្នប្រយែងផងព្រោះអីភ្លៀងផងផ្លូវល្អហើយអ៊ំហៀងក៏ប្រាប់ថាអើឯងដឹងអីប្រហែលជា20នាទីក្រោយមកបរិយាកាសលឺសូរតែភ្លៀងផ្គររន្ទះហើយអ៊ំហៀងគឺគាត់អត់ចូលចិត្តចាក់ភ្លេងចាក់ចម្រៀងអីនៅក្នុងឡានទេឪពុកខ្ញុំកំពុងតែបិទភ្នែកសង្ងំគេអញ្ចឹងតែគាត់គេក៏មិនលក់ដែរពេលនោះគឺអ៊ំហៀងចាប់ផ្ដើមញីភ្នែកខ្លាំងទៅហើយគាត់ក៏បានដាក់ឪពុកខ្ញុំឲ្យជួយមើលផ្លូវដែរគាត់បានប្រាប់ថា
តាមផ្លូវហ្នឹងមកសន្ទុះមិញហ្នឹងគឺគាត់ឃើញមនុស្សចម្លែកឆោតនៅតាមមាត់ផ្លូវគាត់ឆ្ងល់ថាអ្នកស្រុកនេះចម្លែកអីក៏ចម្លែកម៉េចថ្ងៃនេះរត់ដងដូចជាមិនអញ្ចឹងទេមេក៏ភ្លៀងមិនក៏នាំគ្នាមកឆោតធ្វើអីនៅមាត់ផ្លូវអញ្ចឹងមានបនមានទីមិនមែនអត់ខ្លាចឡានបុកទេអីឪពុកខ្ញុំដោយងឿឆ្ងល់ដែរក៏គាត់សួរថាអីឃើញអីគេខ្លះអ៊ំហៀងក៏តបថាគាត់ឃើញម្ដងជាមនុស្សចាស់ពាក់ឈុតខ្មៅកោងខ្នងដើរទៅដើរមកនៅមុខផ្ទះហើយហួរនឹងបន្តិចគាត់ក៏ឃើញមនុស្សស្រីរាងស្គមសក់ខ្លីត្រឹមកស្លៀកសដូចឈុតបុរាណឆោអោនក្បាលនៅមាត់ផ្លូវតែម្ដងនិយាយទៅគាត់ម្ដងឃើញមនុស្សចាស់ម្ដងឃើញក្មេងៗគឺអត់ដឹងកើតអីទេគាត់រវល់តែនិយាយភ្លេចខ្លួនស្រាប់តែគាត់ឃើញមនុស្សស្រីក្រុងឈុតបុរាណឆោកណ្ដាប់ផ្លូវចង្អុលមុខគាត់តែម្ដងស្រាប់តែពេលនោះអ៊ំហៀងគាត់រេចង្កូតកិច្ចពីមនុស្សស្រីម្នាក់នោះប៊ីបុកចូលឡានតូរីដែលគេបើកផ្លូវបញ្ច្រាស់គ្នារួចក៏រលទៅបុកដាំដងដែលនៅពីមុខតូបលក់ដូរដែលគេបិទចោលយូរឆ្នាំទៅហើយសំណាងឲ្យពេលនោះអ៊ំហៀងហើយនឹងពុកខ្ញុំអត់កើតអីធ្ងន់ធ្ងរទេរបួសមជ្ឈុំតែប៉ុណ្ណោះតែឡានគឺខូចខ្ទេចទាំងអស់តែម្ដងហើយសំណាងដែលមិនបើកទៅបច្ច្រាស់ជាមួយនឹងឡានកុងតឺន័រអីចឹងបើមិនដូច្នោះទេជីវិតគាត់ទាំងពីរនាក់មុខតែមិនរស់នោះទេហើយចាប់តាំងពីពេលនោះមកអ៊ំហៀងចាប់ផ្ដើមជឿសុបតែម្ដងពីរឿងខ្មោចព្រាយបីសាច់បលឹងវិញ្ញាណអីទាំងអស់ហ្នឹងព្រោះគាត់គិតថានោះគឺមកពីសម្ដីគាត់ឆ្លោះពេកនៅថ្ងៃនោះនិយាយទៅបើសិនជាគាត់ត្រឹមតែមិនគោរពមិនអីនោះទេតែនេះគឺគាត់និយាយមើលងាយគេហើយហាមអ្នកផ្សេងមិនឲ្យគោរពជឿទៀតនេះហើយដែលនាំឲ្យពុកខ្ញុំកាន់តែជឿសុបទៅលើការបន់ស្រន់នៅកន្លែងលោកយាយម៉ៅហ្នឹងតម្រាំតែជិះទៅដល់ត្រង់ចំណុចលោកយាយម៉ៅពេជ្រនិលដូចជាថ្ងៃចង់លិចបាត់ទៅហើយតែទៅដល់ត្រង់ចំណុចនោះក៏ស្រាប់តែមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំងដោយសារតែមានមនុស្សម្នាជាច្រើនបាននាំគ្នាចុះអុជធូបនៅកន្លែងលោកយាយម៉ៅហ្នឹងហើយម្យ៉ាងគឺជាថ្ងៃបុណ្យទានផងហ៎ពេលនោះខ្ញុំនិងម៉ាក់ក៏បានចុះទៅទិញចេកនិងអុជធូបថ្វាយលោកយាយម៉ៅដែរពេលរួចរាល់ពួកយើងក៏នាំគ្នាឡើងឡានចេញទៅស្របពេលជាមួយនឹងគ្នាដែរបងប្រុសរបស់ខ្ញុំគាត់រកបន្ទប់ទឹកចូលតែចូលមិនបានសោះព្រោះមនុស្សតម្រង់ជួរគ្នាចាំចូលបន្ទប់ទឹកច្រើនខ្លាំងពេកហើយដូច្នេះហើយពេលបើកឡានហូបពីទីនោះបន្តិចបងប្រុសខ្ញុំក៏សុំឲ្យប៉ាជប់ឡាននិងចុះទៅបត់ជើងតូចនៅក្រោមដើមពោធិ៍ធំមួយក្បែរផ្លូវនោះតែម្ដងថ្ងៃនោះមេឃរៀងស្រទុំមេឃក៏រៀងងងឹតដូចជារកកលចង់ភ្លៀងតក់ខាយយ៉ាងមិនដឹងទេតែវាបានធ្វើឲ្យខ្ញុំបែរជាមានអារម្មណ៍ថាខ្លាចនៅម្ដុំដើមឈើនោះទៅវិញព្រោះមើលទៅវាគឺជាដើមពោមួយយ៉ាងធំខុសប្លែកពីគេតែម្ដងកំឡុងពេលដែលបងប្រុសខ្ញុំបានចុះទៅបត់ជើងតូចនោះនៅសុកក៏មានខ្យល់មួយវឹបបក់មកយ៉ាងខ្លាំងមិនដឹងជាមកពីទីណាទេធ្វើឲ្យខ្ញុំនិងម៉ាក់របស់ខ្ញុំប្រញាប់ស្រែកប្រាប់ទៅគាត់ថាឲ្យប្រញាប់ឡើងឡានមកវិញកុំនៅបងឯងបងអង្គយូរភ្លាមនោះបន្ទាប់ពីបងប្រុសរបស់ខ្ញុំបានដើរចេញមកវិញភ្នែករបស់ខ្ញុំស្រាប់តែក្រឡេកទៅឃើញមានមនុស្សស្រីម្នាក់នៅឈរពីខាងក្រោយដើមពោនោះតែម្ដងនារីនោះមានសក់វែងបាំងមុខចិត្តស្លៀកពាក់ខ្មៅតាំងពីលើដល់ក្រោមតែខ្ញុំមើលមិនច្បាស់ទេដោយសារតែខ្ញុំមើលពីខាងក្នុងឡានទៅខ្ញុំឃើញហើយក៏បានប្រាប់បងប្រុសខ្ញុំឲ្យបើកឡានចេញទៅឲ្យលឿនតែម្ដងទៅពេលហ្នឹងគឺគាត់ចាប់ផ្ដើមបើកឡានជំនួសឪពុកខ្ញុំបានប្រាប់គាត់ថាប្រហែលជាមានមនុស្សសតិមិនគ្រប់ស្នាក់នៅទីនោះហើយមើលទៅហើយខ្លាចគេនឹងមកបង្កគ្រោះថ្នាក់ប៉ះពាល់ដល់គ្រួសារយើងពេលដែលពួកយើងបើកឡានប្រហែលតែកន្លះម៉ោងប៉ុណ្ណោះពួកយើងក៏បានបើកទៅដល់ផ្ទះចំការរបស់លោកយាយខាងប៉ារបស់ខ្ញុំនៅឯស្រុកភ្នំស្រួយតែម្ដងនៅទីនេះពិតជាមានទេសភាពស្រស់ស្អាតខ្លាំងមែនទែនដែលលោកយាយរបស់ខ្ញុំបានរៀបចំយ៉ាងស្អាតជាមួយនឹងផ្ទះឈើបុរាណធំល្មមចំនួន2ខ្នងនៅជិតៗគ្នាតែម្ដងមកដល់ភ្លាមលោកយាយនិងអ៊ំស្រីដែលជាបងស្រីបង្ការរបស់ប៉ារបស់ខ្ញុំក៏បានចេញមកទទួលពួកខ្ញុំជាមួយនឹងទឹកមុខយ៉ាងរីករាយព្រោះនៅក្នុងមួយឆ្នាំគ្រួសាររបស់យើងបានមកលេងពួកគាត់តែ2ដងតែប៉ុណ្ណោះគឺនៅថ្ងៃបុណ្យចូលឆ្នាំថ្មីនិងនៅថ្ងៃភ្ជុំបិណ្ឌពេលនោះប្រលប់ទៅហើយខ្ញុំនិងគ្រួសារក៏បាននាំគ្នារើអីវ៉ាន់ចុះពីឡានដើម្បីឡើងទៅលើផ្ទះហ្នឹងផ្ទះលោកយាយធ្វើជាលក្ខណៈគ្រួសារប៉ុន្តែគាត់បានរៀបចំឡើងយ៉ាងស្អាតដូចជាផ្ទះលំហែនៅក្នុងរីសតអញ្ចឹងភ្លាមនោះដែរពេលដែលពួកយើងកំពុងតែរើអីវ៉ាន់ហ្នឹងចៃដន្យខ្ញុំក៏បានក្រឡេកទៅឃើញនារីម្នាក់កំពុងតែឈរនៅក្រោមដើមស្វាយនៅខាងមុខផ្ទះដែលមើលទៅរូបរាងរបស់នាងស្រដៀងទៅនឹងមនុស្សស្រីដែលខ្ញុំបានឃើញនៅក្រោមដើមពោធិ៍នោះតែម្ដងតែខ្ញុំមិនប្រកាសចិត្តទេព្រោះពេលនោះភ្នែករបស់ខ្ញុំមើលមិនសូវច្បាស់ដោយសារតែខ្ញុំមិនញោមតាំងពីក្មេងផងដែរតែពេលដែលខ្ញុំងាកទៅមើលម្ដងទៀតក៏បាត់ស្រមោលនារីនោះតែម្ដងខ្ញុំគិតនៅក្នុងចិត្តថាប្រហែលជាអញស្វាងភ្លេចទៅដឹងក្រោយមកខ្ញុំក៏មិនបានចាប់អារម្មណ៍អីខ្លាំងដែរក៏បន្តរើវ៉ាលីយកទៅដាក់នៅខាងលើផ្ទះអស់ទៅល្ងាចនោះខ្ញុំហើយនឹងក្រុមគ្រួសាររបស់ខ្ញុំក៏បានទទួលទានបាយជុំគ្នាយ៉ាងមានសេចក្តីសុខនិងកក់ក្ដៅខ្លាំងមែនទែនជារៀងរាល់ឆ្នាំឲ្យតែដល់រដូវបុណ្យទានគេហៅថាចូលខែចូលឆ្នាំម្ដងខ្ញុំតែងតែនឹកលោកយាយនិងនឹកអ្នកផ្ទះជាខ្លាំងតែស្ដាយមែនទែនឆ្នាំនេះខ្ញុំមិនអាចទៅលេងស្រុកខ្មែរជួបជុំជាមួយនឹងពួកគាត់បានទៀតឡើយព្រោះខ្ញុំរវល់ធ្វើការងារនៅស្រុកគេខកខានមិនបានទៅទេបន្ទាប់ពីទទួលទានអាហារជុំគ្នារួចខ្ញុំនិងគ្រួសារក៏បានហូបប៊ីយ៉ាជាមួយគ្នាតិចតួចនិយាយគ្នាលេងជាមួយនឹងអ៊ំស្រីពីនេះពីនោះយ៉ាងសប្បាយរីករាយតែម្ដងសូមបញ្ជាក់ដែរថាផ្ទះយាយខ្ញុំមានតែអ៊ំស្រីដែលជាក្រមុំចាស់ហើយនឹងលោកយាយម្នាក់ដែលនៅតែ2នាក់តែប៉ុណ្ណោះបន្ទាប់ពីលោកតាបានលាចាត់លោកទៅដូច្នេះបរិយាកាសក៏រៀងស្ងាត់បន្តិចដែរព្រោះគ្រួសាររបស់ខ្ញុំមានគ្នាតិចក្រោយពេលញ៉ាំអាហារពេលល្ងាចចប់ប្រមាណជាម៉ោង11យប់ពួកខ្ញុំក៏បំបែកគ្នាចូលគេងរៀងៗខ្លួនដោយខ្ញុំនិងបងប្រុសរបស់ខ្ញុំគេងនៅក្នុងបន្ទប់ជាមួយគ្នានៅលើផ្ទះតូចចំណែកឯប៉ាម៉ាក់លោកយាយនិងអ៊ំស្រីក៏ចូលសម្រាននៅលើផ្ទះធំជាមួយគ្នាតែម្ដងយប់នោះអាកាសធាតុនៅស្រុកស្រែចម្ការផ្ទះលោកយាយពិតជាត្រជាក់ស្រួលខ្លួនដោយសារតែមេឃស្រទុំតាំងពីល្ងាចផងរហូតចូលដល់យប់ជ្រៅពាក់កណ្ដាលអាត្រៀតខ្ញុំចាំបានថាក៏មានភ្លៀងធ្លាក់ស្រិចបង្កឲ្យបរិយាកាសកាន់តែត្រជាក់ខ្លាំងឡើងទាំងដែលជាខែចែកចូលឆ្នាំសោះហ្នឹងសំតែមានអាកាសធាតុក្តៅទៅត្រូវខ្ញុំគេងលក់ស្រួលខ្លាំងណាស់ក្នុងចិត្តមិនចង់ឲ្យភ្លឺសោះតែអ្វីដែលព្រៀងទុកត្រូវខ្ទេចគ្មានសល់ព្រោះខ្ញុំត្រូវភ្ញាក់ដឹងខ្លួនឡើងដោយសារតែបានឮសូរសំឡេងឆ្កែព្រុសផងលូផងចេញពីខាងមាត់របងផ្ទះ
ភ្ញាក់ឡើងខ្ញុំក៏យកដៃញីភ្នែកនិងស្រវាទៅផាត់យ៉ាងណូនជាប់មាត់បង្អួចមើលក្រែងលោកមានចោលឬក៏មាននរណាគេម្នាក់ចង់ចូលផ្ទះជាដើមតែរូបភាពដែលខ្ញុំបានឃើញនៅក្រៅរបងផ្ទះនោះគឺជាមនុស្សស្រីម្នាក់ដែលខ្ញុំបានជួបកាលពីល្ងាចមិញទៀតហើយខ្ញុំឃើញគេឈរឆ្កឹងនៅមាត់របងផ្ទះតែម្ដងហើយអមជាមួយនឹងសំឡេងឆ្កែព្រឹសផងលូផងខ្ញុំព្រឺឆ្អឹងខ្នងខ្ញាក់តែម្ដងវាគឺជាទស្សនវិជ្ជាមួយដែលគួរឲ្យខ្លាចជាទីបំផុតហើយនៅក្នុងចិត្តខ្ញុំពេលនោះគិតថាស្រីម្នាក់នឹងមិនមែនជាមនុស្សទេនាងច្បាស់ណាស់គឺជាបលឹងខ្មោចជាក់ជាពំខានព្រោះអាត្មានេះទៅហើយគ្មានមនុស្សណាមកឈរមកផ្ទះគេទាំងមេឃរលឹមតិចៗអញ្ចឹងទេបន្ទាប់មកខ្ញុំក៏បិទបង្អួចទៅវិញឡើងញ័រដៃហើយក៏ងាកខ្លួនចូលទៅក្នុងបន្ទប់វិញហើយលុកដៃទៅដាស់បងប្រុសខ្ញុំតែម្ដងខ្ញុំចង់ឲ្យគាត់ភ្ញាក់ឡើងមកជួយមើលគ្នាតើមនុស្សស្រីម្នាក់នឹងគឺជាខ្មោចឬក៏ជាមនុស្សឲ្យពិតប្រាកដព្រាមនោះបងប្រុសរបស់ខ្ញុំក៏ភ្ញាក់ឡើងព្រោះគាត់ក៏បានឮសូរសំឡេងឆ្កែលូខ្លាំងៗដូចខ្ញុំដែរភ្ញាក់មកបងប្រុសរបស់ខ្ញុំក៏បាក់បង្អួចមើលសារជាថ្មីគាត់ក៏ឃើញមនុស្សស្រីនោះកំពុងឈរនៅខាងមុខផ្ទះដូចខ្ញុំដែរតែលើកនេះគឺគេលើកដៃចង្អុលមុខបងប្រុសរបស់ខ្ញុំចំតែម្ដងបងប្រុសរបស់ខ្ញុំគឺភាំងហើយក៏មិនច្បាស់ក្នុងចិត្តដែរតែគាត់អត់ខ្លាចនោះទេគាត់ក៏បានទាញយកពិលនៅក្បាលក្រែដែលលោកយាយបានដាក់សាគូប្រើប្រាស់នៅពេលដែលមានអាសន្នយកមកបាក់បញ្ចាំងទៅចំមនុស្សស្រីម្នាក់នោះតែម្ដងហើយទស្សនវិជ្ជានៅពេលនោះធ្វើឲ្យខ្ញុំភ័យស្ទើរតែលុបរលឹងទៅហើយខ្ញុំមិនជឿទៅលើកាយភ្នែកខ្លួនឯងទេគេស្រាប់តែងើបក្បាលមកមើលបងប្រុសខ្ញុំចំតែម្ដងហើយគេអត់មានភ្នែកនោះទេឡើងរូងខ្មៅតែម្ដងស្រាប់តែក្បាលរបស់គេរមៀតធ្លាក់ចុះពីលើស្មាធ្លាក់ដល់ដីតែម្ដងហើយដៃរបស់គេនៅបន្តចង្អុលមកកាន់បងប្រុសខ្ញុំចំអត់ដាក់ចុះនោះទេខ្ញុំដឹងច្បាស់ណាស់ថាគេមិនមែនមកល្អទេគេហាក់ដូចជាចង់ឲ្យយើងនឹងខ្លាចគេខ្លាំងណាស់អញ្ចឹងពេលនោះខ្ញុំក៏ស្រែកអស់មកទំហឹងជីវិតតែម្ដងខ្មោចឡងនឹងប្រញាប់រត់ទៅបើកភ្លើងនៅក្នុងផ្ទះធ្វើឲ្យភ្លឺគ្រប់កន្លែងតែម្ដងតែពេលនោះចម្លែកណាស់បងប្រុសរបស់ខ្ញុំវិញគាត់ឈរស្រឡាំងកាំងបន្តិចហើយគាត់ក៏ទាញបិទបង្អួចផ្ទះវិញរួចក៏ប្រញាប់មកទាញដៃខ្ញុំប្រាប់ថាបិទភ្លើងផ្ទះវិញឲ្យលឿនខ្ញុំឆ្ងល់មែនតើថាខ្ញុំខំទៅបើកភ្លើងពេញផ្ទះអស់ទៅហើយដើម្បីកុំឲ្យខ្មោចចូលមកធ្វើបាបយើងហេតុអីបានគាត់ឲ្យខ្ញុំបិទភ្លើងតែខ្ញុំក៏ទៅបិទតាមបញ្ជារបស់គាត់បន្ទាប់មកទៀតបងប្រុសរបស់ខ្ញុំបានដើរមកគៀកកខ្ញុំហើយរុញកខ្ញុំចូលទៅក្នុងភួយវិញដណ្ដប់ពីលើខ្លួនចិត្តឆឹងតែម្ដងតាំងពីក្បាលដល់ចុងជើងនៅពេលនោះទាំងបន្ទប់ខ្ញុំហើយនឹងផ្ទះគឺស្ងាត់ចងំភ្លើងងឹតសពតែម្ដងក្រោយមកគាត់ក៏បើកភ្លើងនៅក្បាលក្រែបន្តិចធ្វើឲ្យសភាពនៅក្នុងបន្ទប់នេះពេលនោះគឺងងឹតសូន្យសុងតែម្ដងមានតែភ្នែកខ្ញុំនិងមុខខ្ញុំតែប៉ុណ្ណោះដែលមើលឃើញគ្នាទៅវិញទៅមកបន្តិចក្រោយមកខ្ញុំក៏មានអារម្មណ៍ដឹងថាបងប្រុសរបស់ខ្ញុំបានចូលមកគេងនៅក្នុងភួយជាមួយខ្ញុំដែរហើយគាត់បានខ្សឹបដាក់ក្បែរត្រចៀកខ្ញុំថាកុំមាត់ខំផឹងបិទភ្នែកគេងទៅបងគិតថាយើងបិទភ្លើងបែបនេះគេនឹងចេញទៅវិញហើយដោយសារតែគេគិតថាយើងដេកអញ្ចឹងបើយើងបើកភ្លើងគេមិនទៅណានោះទេដោយសារតែគេគិតថាយើងបានឃើញគេហើយប្រកាសជាចូលមកធ្វើបាបយើងជាក់ជាពំខានពេលដែលគាត់ប្រាប់ខ្ញុំបែបនេះហើយខ្ញុំក៏ជឿលើគាត់ហើយក៏សំងំបិទភ្នែកគេងទៅតាមគាត់ប្រាប់ទៅគិតទៅកាលនោះខ្ញុំពីរអ្នកបងប្អូនឆោតខ្លាំងមែនតើហេតុតែនៅក្មេងខ្ចីពេកបងរបស់ខ្ញុំមានអាយុទៅតែ15ឆ្នាំតែប៉ុណ្ណោះកាលពីសម័យនោះប៉ុន្តែទោះបីជាបិទភ្នែកមែនតែខ្ញុំនៅតែភ័យខ្លាចនៅរូបភាពដែលបានឃើញអំបញ្ញមិញនេះយ៉ាងខ្លាំងខ្ញុំរអ៊ូប្រាប់បងប្រុសខ្ញុំថាខ្ញុំឃើញស្រីម្នាក់ហ្នឹងតាំងពីកន្លែងក្រោមដំបូលដែលបងឯងជាប់បាត់ជើងតូចកាលពីល្ងាចមិញមកម្លេះកន្លែងដែលហូរកន្លែងយាយម៉ៅហើយពេលរើអីវ៉ាន់ឡើងទៅលើផ្ទះហ្នឹងខ្ញុំក៏បានឃើញគេម្ដងទៀតឈរនៅមុខផ្ទះលោកយាយដែរគឺនៅខាងក្រោមដាំស្វាយហ្នឹងតែម្ដងហើយដំបូងខ្ញុំស្មានតែមនុស្សឈួតមកពីណាតែឥឡូវខ្ញុំគិតថាគេមិនមែនឈួតទេគឺជាខ្មោចពិតប្រាកដណាស់ខ្ញុំខ្លាចណាស់បងយើងទៅប្រាប់ប៉ាម៉ាក់អីឮខ្ញុំនិយាយត្រឹមនេះបងខ្ញុំយកដៃខ្ទប់មាត់ជាប់ហើយប្រាប់ថាឈប់និយាយតមិនបាច់ចាំប្រាប់ពួកគាត់ទេបងមានវិធីចាត់ការហើយកុំទៅខ្លាចអីលើលោកនេះវាគ្មានខ្មោចអាណាមកអាចធ្វើបាបមនុស្សបានទេហើយប្រហែលជាអំបញ្ញមិញយើងឃើញវាគ្រាន់តែជារូបភាពបំភាន់ភ្នែកយើងធ្វើឲ្យយើងខ្លាចតែប៉ុណ្ណោះគឺគាត់អត់ងាយជឿអីផ្ដេសផ្ដាស់ទេបងប្អូនហើយបើទោះបីជានឹងខ្មោចក៏គាត់អត់ខ្លាចដែរបងប្រុសរបស់ខ្ញុំគឺចិត្តសឿងខ្លាំងមែនទែនកាលនោះបងប្រុសរបស់ខ្ញុំអាចនិយាយបានថាគឺជាក្មេងប្រុសឈាមរាវគាត់ចូលចិត្តមើលរឿងបាញ់បោះស៊ើបអង្កេតស្រាវជ្រាវឬក៏តាក់ទងទៅនឹងវិទ្យាសាស្ត្រជាដើមទើបធ្វើឲ្យគាត់មិនសូវជាខ្លាចរឿងខ្មោចដូចខ្ញុំប៉ុន្មាននោះទេព្រឹកឡើងមករងាវខ្ញុំភ្ញាក់ដឹងខ្លួនឡើងទាញនាឡិកាដៃមើលឃើញថាម៉ោង6ព្រឹកល្មមមេឃនៅព្រាលនៅឡើយខ្ញុំក៏បិទភ្នែកហើយទាញភួយដណ្ដប់វិញបំណងគេបន្តរហូតតតែ8ព្រឹកចាំភ្ញាក់ប៉ុន្តែភ្លាមនោះភួយក៏របូតចេញពីខ្លួនខ្ញុំអស់តែម្ដងខ្ញុំភ័យខ្លាំងមែនទែនតែការពិតគឺជាស្នាដៃរបស់បងប្រុសខ្ញុំតែប៉ុណ្ណោះគឺគាត់ទាញចេញខ្លាំងមែនទែនបងប្រុសរបស់ខ្ញុំនិយាយថាតោះទៅចេញទៅក្រៅជាមួយបងមួយផ្លែតបងចង់ទៅធ្វើរឿងមួយបន្ទាប់មកបងប្រុសរបស់ខ្ញុំក៏ទាញខ្លួនខ្ញុំឡើងដើម្បីឲ្យខ្ញុំនឹងស្វាងពីការងុយគេងហើយក៏ដេញឲ្យខ្ញុំទៅងូតទឹកស្លៀកពាក់ចុះមកខាងក្រោមជាមួយគាត់ភ្លាមតែម្ដងពេលនោះគឺខ្ញុំងុយគេងខ្លាំងមែនទែនខ្ញុំអត់ចង់ក្រោកទេតែដោយសារតែបងប្រុសខ្ញុំមិនឲ្យខ្ញុំគេងបន្តទៀតខ្ញុំក៏បង្ខំចិត្តងើបទៅក្រោយពីរៀបចំខ្លួនប្រាណរួចពួកយើងទាំងពីរនាក់ក៏បណ្ដាគ្នាចុះទៅខាងក្រោមធ្វើឲ្យលោកយាយនិងម៉ាក់ដែលកំពុងតែដាំបបរញ៉ាំពេលព្រឹកហ្នឹងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងម៉ាក់ក៏សួរថាហើយពួកឯងប្រញាប់ទៅណាម៉ោងតែ6ព្រឹកសោះហ្នឹងមិនក៏ប្រញាប់ក្រោកម៉េះព្រោះជាទម្លាប់ពួកខ្ញុំកាលពីនៅភ្នំពេញពួកយើងក្រោកម៉ោង9ម៉ោង10ព្រឹកឯណោះបើមិនត្រូវទៅសាលាទេទោះបីជាម៉ោងត្រូវទៅសាលាម៉ោង9ក៏ខ្ញុំត្រូវភ្ញាក់ម៉ោង8ដែរគឺពួកយើងចូលចិត្តគេងស្ពឹកខ្លាំងមែនទែន
ពេលឮម៉ាក់សួរបែបនេះបងប្រុសរបស់ខ្ញុំក៏ប្រញាប់ឆ្លើយទៅវិញថាបាទម៉ាក់ខ្ញុំចង់នាំអាអូនទៅជិះកង់លេងស្រូបយកខ្យល់អាកាសនៅពេលព្រឹកព្រលឹមបន្តិចណាមួយចង់ហាត់ប្រាណផងកាលនោះនៅផ្ទះលោកយាយខ្ញុំមានកង់2ស្រាប់ទុកសម្រាប់ពួកខ្ញុំនឹងជិះដើរលេងពេលមកផ្ទះគាត់ម្ដងម៉ាក់ឮហើយគាត់ក៏មិនបានបដិសេធអ្វីដែរតែគាត់បានផ្ដាំថាជិះកង់ប្រយ័ត្នដួលព្រោះយប់មិញមានភ្លៀងរលឹមក្រែងលបផ្លូវរអិលខ្ញុំអេអុញមិនចង់ទៅតាមបងប្រុសខ្ញុំប៉ុន្មានទេតែគ្មានជំរឿក៏ទាញកង់ចេញជិះទៅជាមួយគាត់ទៅចេញផុតពីផ្ទះបានបន្តិចបងខ្ញុំក៏បានចាប់ហ្វ្រាំងកង់ឈប់ងក់ហើយក៏ងាកមកសួរខ្ញុំថាតើខ្ញុំនៅចាំកន្លែងដែលគាត់ចុះបត់ជើងតូចកាលពីម្សិលមិញបានដែរឬអត់គាត់ចង់ទៅកន្លែងហ្នឹងខ្ញុំឮគាត់សួរបែបហ្នឹងហើយថ្លើមខ្ញុំធ្លាក់ឲ្យក្តុកបេះដូងចាប់ដើមលោតញាប់ឌឹបនឹកឃើញនារីម្នាក់ដែលឈរនៅក្រោមដើមពោធិ៍នោះនឹងរូបភាពដែលគេឈរធ្លាក់ក្បាលនៅមុខផ្ទះកាលពីយប់មិញខ្ញុំក៏សួរបងប្រុសវិញតែតក់ស្រត់ថាឈួតទេអីទៅកន្លែងហ្នឹងទៅអីកន្លែងហ្នឹងនៅឆ្ងាយពីផ្ទះខ្លាំងណាស់ខ្ញុំអត់ទៅទេបងឯងចង់ទៅម្នាក់ឯងទៅថាហើយខ្ញុំក៏បែរកង់ថយក្រោយតែបងខ្ញុំក៏ចង់មកចាប់ចង្កូតកង់ខ្ញុំជាប់តែម្ដងគាត់ចាប់ឡើងណែនហើយគាត់និយាយថាត្រូវទៅជាមួយបងបានគ្នា2នាក់បើអត់ទៅបងឈប់នាំឯងដើរលេងទៀតអីនៅសម័យនោះឲ្យតែថ្ងៃសៅរ៍ថ្ងៃអាទិត្យទំនេរពីរៀនណាបងប្រុសរបស់ខ្ញុំតែងតែនាំខ្ញុំទៅញ៉ាំអីឆ្ងាញ់ព្រោះគាត់នឹងពូកែដើរលេងស្គាល់កន្លែងថ្មីច្រើនមែនទែនអត់ជំរឿខ្ញុំអោតមុខចុះហើយក៏យល់ព្រមទៅតាមគាត់ទៅព្រោះខ្លាចគាត់នឹងឈប់នាំខ្ញុំដើរលេងពិតមែនកាលឆ្នាំនោះធ្វើទៅបិទតែមេឃរៀងងងឹតបន្តិចមែនតែខ្ញុំចាំផ្លូវយ៉ាងច្បាស់ព្រោះខ្ញុំគឺជាមនុស្សពូកែចំណាំតាំងពីក្មេងគឺខ្ញុំចាំកន្លែងដែលបងប្រុសខ្ញុំនឹងឈប់ចុះបត់ជើងតូចតែម្ដងជិះកង់បណ្ដើរឈប់បណ្ដើរពេលនោះប្រហែលជា7 ម៉ោងកន្លះទៅ2 ម៉ោងទៅហើយទើបពួកខ្ញុំទាំង2នាក់បានទៅដល់កន្លែងដើមពោធិ៍ធំហ្នឹងមកដល់ភ្លាមខ្ញុំស្រាប់តែភ្ញាក់ឲ្យព្រឺនៅបរិវេណក្រោមដើមពោធិ៍នោះគឺខ្ញុំបានឃើញសុទ្ធតែរៀនទេវតាបាក់បែកសម្បកដងសែននឹងកំតិចកំទីទៀនធូបបាក់បែកជាច្រើនដែលគេយកមកបោះចោលនៅទីនោះខ្ញុំខ្លាចក្នុងចិត្តខ្លាំងមែនទែនព្រោះកាលពីល្ងាចមិញពេលដែលបងប្រុសខ្ញុំចុះបត់ជើងតូចខ្ញុំដូចជាមិនបានឃើញរបស់ទាំងអស់នោះទេឬមួយក៏ខ្ញុំមិនបានសង្កេតខ្ញុំចាប់ផ្ដើមសួរខ្លួនឯងបន្ទាប់មកក៏សម្លឹងចោសម្លឹងឡើងនិងបានដើរទៅអើតមើលនៅខាងក្រោយដើមពោធិ៍នោះភ័យផងអផងព្រោះអីខ្លាចឃើញនារីម្នាក់នោះដែលខ្ញុំបានឃើញនៅកន្លែងនោះបន្តទៀតតែគ្រប់យ៉ាងគឺទទេស្អាតកន្លែងនោះគឺគ្មានមនុស្សរស់នៅទេហើយភាគច្រើនមានតែកំណររៀនទេវតាបាច់បាក់ដែលអ្នកភូមិឬក៏មនុស្សយកទៅបោះចោលនៅម្ដុំនោះចិត្តអាស្រមលោកយាយម៉ៅពេជ្រនៅនឹងតែម្ដងមើលទៅគួរឲ្យខ្លាចព្រឺសម្បុរពេញខ្លួនតែម្ដងងាកទៅមើលបងប្រុសខ្ញុំវិញភ្លាមនោះខ្ញុំក៏ស្រាប់តែបានឃើញគាត់កំពុងតែរឹតខោបាត់ជើងទុចដាក់គល់ដើមពោធិ៍នោះទៀតហើយតែម្ដងនេះគាត់បានបាញ់សាច់ភាយពេញនឹងទាំងអស់តែម្ដងទាំងលើរៀនទេវតាបែកបាក់អីហ្នឹងគឺព្រាតពេញនឹងតែម្ដងទាំងនិយាយថាបកាយទៅលងអញដល់ផ្ទះមែនអត់ចាំមើលលើកនេះហ៊ានទៅទៀតអត់យីមីខ្មោចចង្រៃនេះវយខ្ញុំឃើញហើយក៏ប្រញាប់ទៅខត់គាត់ថាបងមិនបងឯងធ្វើអញ្ចឹងតែបងប្រុសរបស់ខ្ញុំអត់ស្ដាប់ខ្ញុំទេគាត់នៅតែបន្តធ្វើបែបនេះហើយនឹងជេរគេខ្លាំងទៀតគាត់បាត់ជើងទុចរួចរាល់បងខ្ញុំក៏ប្រញាប់ជិះកង់មកវិញហើយក៏បបួលខ្ញុំទៅផ្ទះជាប្រញាប់អញ្ចឹងទៅខ្ញុំខឹងគាត់ខ្លាំងមែនតើហេតុអីនាំខ្ញុំមកធ្វើរឿងបែបនេះបើប៉ាម៉ាក់ដឹងគាត់ច្បាស់ជាខឹងចាក់ជាពំខានពេលនោះធ្វើតែបាត់តែខ្ញុំនៅក្មេងមែនតែខ្ញុំមិនហ៊ានធ្វើរឿងអីផ្ដេសផ្ដាសដូចបងខ្ញុំអញ្ចឹងទេត្រឡប់ទៅដល់ផ្ទះវិញខ្ញុំមិនហ៊ានប្រាប់អ្នកណាគេទេខ្លាចត្រូវមាត់ស្ដីបន្ទោសអញ្ចឹងស្រាប់តែស្អែកឡើងបងប្រុសរបស់ខ្ញុំចាប់ផ្ដើមធ្លាក់ខ្លួនឈឺខ្លាំងតែម្ដងគឺខ្លួនគាត់ក្តៅខ្លាំងមែនតើមានអាការៈក្តៅក្រហាយចេញពេញខ្លួនតែម្ដងខ្ញុំចាំច្បាស់ណាស់នៅព្រឹកដែលពួកយើងត្រឡប់មកដល់ផ្ទះភ្លាមបងប្រុសរបស់ខ្ញុំហាក់ដូចជាមិនសូវស្រួលបណ្ដើរទៅហើយដោយគាត់នឹងបានដកខោអាវចេញខ្ទេចខ្ទីគ្មានសល់នៅសល់តែខោលីអូខ្លីមួយតែប៉ុណ្ណោះហើយនៅពេលនោះគាត់ចាប់ផ្ដើមនិយាយពាក្យដដែលថាក្តៅមិនក៏ក្តៅមែនហ្នឹងស្រាប់តែថ្ងៃឡើងគឺគាត់ចូលទៅត្រាំនៅក្នុងពាងទឹកមួយតែម្ដងគឺគាត់ចូលទៅត្រាំនៅក្នុងនោះមួយសន្ទុះហើយខ្ញុំចាប់ផ្ដើមឃើញភ្នែករបស់គាត់ឡើងក្រហមបន្តិចម្ដងហើយនៅពេលនោះបន្ទាប់មកប៉ាម៉ាក់យាយនិងអ៊ំស្រីរបស់ខ្ញុំគាត់ភ័យស្លន់ស្លោគ្រប់គ្នាតែម្ដងដោយសារតែអាការៈនេះចម្លែកខ្លាំងមែនទែនតែធ្វើអ្វីមិនទាន់បានទេហើយបងប្រុសរបស់ខ្ញុំបានត្រឹមតែស្រែកថាជួយផងរីឯប៉ាម៉ាក់របស់ខ្ញុំគិតតែពិសួរថាកូនកើតអីក្រោយមកទៀតបងប្រុសរបស់ខ្ញុំក៏ឡើងទៅគេងនៅលើគ្រែក្រោមផ្ទះហើយស្រែកប្រាប់ប៉ាម៉ាក់ខ្ញុំថាម៉ាក់កូនរងាគឺចម្លែកខ្លាំងមែនទែនភ្លាមនោះម៉ាក់របស់ខ្ញុំក៏បានយកកន្សែងពុកគោដែលហាលនៅលើស្នួរហ្នឹងមកគ្របដណ្ដប់ឲ្យគាត់និងជូតខ្លួនឲ្យបងប្រុសរបស់ខ្ញុំយ៉ាងញាប់ដៃញាប់ជើងហើយពេលនោះម៉ាក់របស់ខ្ញុំក៏ចាប់ផ្ដើមស្រក់ទឹកភ្នែកខ្លាំងព្រោះមិនដែលឃើញបងប្រុសរបស់ខ្ញុំកើតអាការៈចម្លែកបែបនេះនោះទេប៉ារបស់ខ្ញុំក៏សួរថាព្រឹកមិញមានទៅណាអត់មានញ៉ាំអីផ្ដេសផ្ដាសអត់ហើយនំគ្នាទៅធ្វើអីខ្លះហើយអ្វីបានជាត្រឡប់មកវិញបងប្រុសរបស់ខ្ញុំទៅជាបែបនេះពេលនោះខ្ញុំអេអុញនិយាយអ្វីមិនចេញទាំងអស់តែម្ដងក៏ខ្ទប់មុខយំហ៊ូព្រោះប៉ាខ្ញុំសម្លុតខ្លាំងពេកប៉ាខ្ញុំកាច់ណាស់តែពេលគាត់ខឹងគឺគាត់និយាយខ្លាំងហើយអ៊ំស្រីក៏ស្ទុះមកអោបខ្ញុំហើយប្រាប់ថាកុំតន់សួរដេញដោអីគិតតែមើលមនុស្សដេកនៅលើគ្រែសិនទៅវាប្រហែលជាត្រូវអំពើគេទៅដឹងក្រោយពេលមីងនិយាយចប់បងប្រុសរបស់ខ្ញុំក៏ស្ទុះចុះពីលើគ្រែហើយរត់ទៅក្អួតវ៉នៅគៀនគុំផ្កាតែក្អួតយ៉ាងណាក៏ក្អួតមិនចេញដែរគាត់ក៏រត់មកគេងនៅលើគ្រែដណ្ដប់ភុយវិញចិត្តទាំងញាក់ខ្លួនដូចកូនសត្វបានត្រឹមតែហើបមាត់ហើយសួរអ្វីក៏និយាយមិនដឹងរឿងដែរឃើញអាការៈមិនស្រួលដូចនេះលោកយាយរបស់ខ្ញុំក៏ប្រញាប់យកធូប7សរសៃទៅអុជនៅរៀនម្ចាស់ទឹកម្ចាស់ដីនៅខាងមុខផ្ទះទាំងញាក់ដៃពេលនោះគ្រប់គ្នាភ័យស្លន់ស្លោចាក់នេះចាក់នោះខុសទាំងអស់តែម្ដងរហូតដល់លោកយាយក៏ប្រាប់អ៊ំស្រីថាឲ្យជិះម៉ូតូទៅតាមលោកតាម្នាក់
អ្នកដែលជាគ្រូស្ដោះផ្លុំនៅក្នុងភូមិល្បីមួយឲ្យមកជួយមើលអាការៈបងប្រុសខ្ញុំទៅនេះមិនមែនឈឺធម្មតាទេព្រោះបើឈឺវាគួរតែមានសញ្ញាខ្លះៗហើយតែនេះមនុស្សនៅល្អសក់ស្រាប់តែធ្លាក់ខ្លួនបែបនេះពិតជាត្រូវអំពើគេហើយដោយសារតែបងប្រុសរបស់ខ្ញុំកាន់តែធ្ងន់ទៅភ្នែករបស់គាត់ចាប់ផ្ដើមបើកបញ្ឈរឡើងហើយឡើងស្លើដូចមនុស្សត្រូវខ្មោចចូលអញ្ចឹងប្រហែលជា20នាទីក្រោយមកអ៊ំស្រីក៏ជិះម៉ូតូមកវិញដោយបានដប់លោកតាម្នាក់ពាក់ខោអាវខោចៅអាវអាចារ្យនិងមានស្ពីថង់យាមជាប់មកជាមួយផងមកដល់ភ្លាមលោកតាក៏បានចាប់ដៃចាប់ជើងបងប្រុសរបស់ខ្ញុំជាប់ហើយគាត់បានយកអង្ករមួយក្តាប់ពីក្នុងថង់យាមហ្នឹងព្រមទាំងអុជធូប3សរសៃវាទៅលើខ្លួនបងរបស់ខ្ញុំហើយសូត្រធម៌ដូចជាបណ្ដេញវិញ្ញាណអ្វីមួយចេញពីខ្លួនគាត់អញ្ចឹងនៅពេលនោះបងប្រុសរបស់ខ្ញុំស្រែកឈឺចាប់ខ្លាំងមែនទែនស្រែកយកដូចជាមាននរណាគេយកអីមកដុតរោខ្លួនគាត់អញ្ចឹងគាត់ទ្រាំលេងបានគាត់ក៏សន្លប់លេងដឹងខ្លួនទៅក្រោយមកទៀតលោកតានោះក៏បានប្រាប់ថាឲ្យនាំបងប្រុសរបស់ខ្ញុំទៅស្លៀកពាក់ឲ្យស្រួលបួរហើយគាត់នឹងដឹកយកបងប្រុសរបស់ខ្ញុំទៅវត្តដើម្បីជួបលោកចៅអធិការដើម្បីឲ្យលោកនឹងជួយប្រោសទឹកស្ដោះផ្លុំបន្តព្រោះពេលនេះមានព្រលឹងវិញ្ញាណខ្មោចបានចូលសន្ធិដ្ឋនៅក្នុងខ្លួនបងប្រុសរបស់ខ្ញុំហើយព្រលឹងនឹងមិនមែន1ឬ2ទេណាមានព្រលឹងខ្មោចដល់ទៅ18ព្រលឹងផ្សេងគ្នាដែលបានតាមបងប្រុសខ្ញុំមកជាមួយគ្នាគេមិនដឹងមកពីណាទេប៉ុន្តែលោកតាបានឃើញបែបហ្នឹងមិនបងអស់យូរប៉ាម៉ាក់របស់ខ្ញុំក៏បានយកបងប្រុសរបស់ខ្ញុំទៅវត្តតែខ្ញុំមិនបានទៅតាមជាមួយគាត់ទេព្រោះខ្ញុំភ័យដែរគិតតែពីយំរហូតអស់កម្លាំងពីក្នុងខ្លួនហើយក៏គេងលក់បាត់ទៅនៅឯវត្តខ្ញុំមិនដឹងថាលោកតាធ្វើអ្វីខ្លះទេជាមួយបងប្រុសរបស់ខ្ញុំតែពេលមកដល់ផ្ទះវិញខ្ញុំក៏បានឮម៉ាក់និយាយគ្នានឹងលោកយាយថាព្រះចៅអធិការវត្តហ្នឹងបានប្រាប់ថាមានវិញ្ញាណខ្មោចស្រីម្នាក់បានចូលមកសន្ធិដ្ឋនៅក្នុងខ្លួនបងប្រុសរបស់ខ្ញុំហើយគេបំណងផ្ដាច់ជីវិតបងប្រុសរបស់ខ្ញុំទៅធ្វើជាបរិវារគេតែម្ដងដោយសារតែបងប្រុសរបស់ខ្ញុំមិនទាន់អស់អាយុទើបគេយកទៅមិនបានហើយម្យ៉ាងទៀតហ្នឹងបុណ្យកុសលពីម្ដាយរបស់ខ្ញុំដែលបានចូលទៅបុណ្យនៅយាយម៉ៅសំណាងល្អខ្លាំងមែនតើនៅពេលនោះម្ដាយរបស់ខ្ញុំបានបុណ្យថាសូមជួយការពារអ្នកផ្ទះជាពិសេសកូនរបស់គាត់ទាំងពីរឲ្យមានសុខសប្បាយសុខសុវត្ថិភាពនៅពេលធ្វើដំណើរតាមផ្លូវអញ្ចឹងគឺគាត់ជូនខ្លាំងមែនតើហើយលោកតាសង្ស័យថាប្រហែលជាអំណាចឬក៏បុណ្យកុសលដែលម្ដាយខ្ញុំបានសុំនោះឯងដែលអាចការពារជីវិតរបស់បងប្រុសរបស់ខ្ញុំបានចំណែកឯវិញ្ញាណទាំង18ដែលមកតាមនោះគឺជាវិញ្ញាណខ្មោចតៃហោងខ្មោចអនាថាតទាំងអស់តែម្ដងហើយពួកនឹងគឺតាមមកយកព្រលឹងបងប្រុសរបស់ខ្ញុំប្រសិនបើគាត់ស្លាប់គឺមានន័យថាគេនឹងចាំដណ្ដើមព្រលឹងរបស់គាត់នឹងយកទៅកន្លែងគេតែម្ដងដើម្បីគេចាប់ជាតិសារជាថ្មីបានន័យថាយកព្រលឹងរបស់បងប្រុសរបស់ខ្ញុំទៅចាំបន្តតំណែងជាខ្មោចជើងកតរបស់គេនឹងឯងពេលនោះខ្ញុំក៏បាននិយាយប្រាប់ពីរឿងហេតុទាំងអស់ដែលខ្ញុំបានឃើញទាក់ទងទៅនឹងវិញ្ញាណខ្មោចស្រីម្នាក់នោះប្រាប់ម៉ាក់របស់ខ្ញុំគ្មានសល់ម៉ាក់ក៏បន្តទៀតថាលោកឪនៅវត្តបានប្រាប់ថាបើសិនជាចង់ឲ្យបងប្រុសដឹងខ្លួនឡើងវិញតើតែធ្វើសំណែនបាយសម្លនំនែកមាន់ស្ងោរផ្លែឈើគ្រប់មុខដាក់រៀបចំនៅក្នុងកន្ទោងហើយយកទៅថ្វាយគេដើម្បីសុំកម្មាទោសគេនៅកន្លែងក្រោមដើមពោធិ៍នោះតែម្ដងវាប្រៀបដូចជាការសុំទោសគេដែលយើងទៅធ្វើរឿងមិនគប្បីអាចនឹងមានសង្ឃឹមថាគេអាចនឹងលើកលែងទោសឲ្យតែបើគេមិនលើកលែងទោសឲ្យបងប្រុសរបស់ខ្ញុំពិតជាមិនរួចជីវិតទេលើកនេះបន្ទាប់មកទៀតម៉ាក់អ៊ំស្រីនិងលោកយាយក៏បានរៀបចំតាមពាក្យលោកឪចៅអធិការបានប្រាប់គ្រប់យ៉ាងតែម្ដងហើយបាននាំខ្លួនបងប្រុសរបស់ខ្ញុំដែលនៅសេសើទៅជាមួយគ្នាផងដែរព្រមទាំងឲ្យខ្ញុំទៅចង្អុលប្រាប់កន្លែងដែលបងប្រុសខ្ញុំហ្នឹងបានបាត់ជើងតូចល្មើដាក់គេអញ្ចឹងណាទៅដល់ភ្លាមប៉ាម៉ាក់ក៏បានចុះពីឡានហើយស្រាប់តែគាត់នឹងភ្ញាក់ឲ្យព្រឺតនៅរូបភាពដែលបានឃើញនៅរៀនទេវតាបាក់បាយជាច្រើនដែលគេបានយកទៅបោះបង់ចោលនៅទីនោះព្រោះកាលពីថ្ងៃម្សិលមិញដែរនៅពេលដែលបងប្រុសចុះទៅបាត់ជើងតូចហ្នឹងណាគឺពួកគាត់មិនបានឃើញអ្វីមែនគឺដូចខ្ញុំបេះបិទតែម្ដងហាក់បីដូចជាមានគេបាំងភ្នែកម៉ាក់ថានៅពេលនោះបើគាត់បានឃើញរៀនទេវតាបាក់បាយច្រើនបែបនេះគាត់ក៏ហាមមិនឲ្យបងប្រុសខ្ញុំទៅបាត់ជើងនោះដែរបន្ទាប់មកប៉ានិងម៉ាក់ក៏បានយកម្ហូបអាហារដែលដាក់នៅក្រោមដើមពោធិ៍នោះនិងបួងសួងថាប្រសិនបើបងប្រុសរបស់ខ្ញុំបានធ្វើទង្វើលឺលួសណាមួយទៅលើអ្នកមានបុណ្យបារមីនៅទីនេះសូមខន្តីអភ័យទោសឲ្យគ្នាផងចុះព្រោះគ្នានៅក្មេងមិនដឹងអីទេហើយចំពោះព្រលឹងវិញ្ញាណទាំង16រូបដែលបានតាមបងប្រុសរបស់ខ្ញុំសូមឈប់តាមទៀតទៅហើយមកស៊ីសំណែនដែលដាក់ដង្វាយនេះទៅចុះហើយមកពួកខ្ញុំក៏បានជិះឡានត្រឡប់មកផ្ទះវិញហើយអាការៈបងប្រុសរបស់ខ្ញុំក៏រៀងស្រាលបន្តិចម្ដងដែរតែដៃរបស់គាត់នៅមានពាក់ខ្សែសីមាដែលព្រះចៅអធិការវត្តបានផ្ដាំថាត្រូវពាក់ឲ្យជាប់ហាមដោះចេញជាដាច់ខាតនេះដើម្បីការពារក្រែងលោកវិញ្ញាណខ្មោចស្រីម្នាក់នោះតាមមកយកជីវិតបន្តទៀតទន្ទឹមនឹងនេះផងដែរលោកតាជាគ្រូស្ដោះផ្លុំហ្នឹងបានបណ្ដេញខ្មោចវិញ្ញាណខ្មោចស្រីនោះដោយប្រាប់ថាតាមការពិតវិញ្ញាណនោះគឺជាព្រាយដើមពោធិ៍ដែលបានតាមមកពីក្រោមដើមពោធិ៍នោះហើយព្រោះបងប្រុសរបស់ខ្ញុំបានទៅបាត់ជើងតូចដាក់គេធ្វើឲ្យគេខឹងខ្លាំងមែនទែនក៏តាមបងប្រុសរបស់ខ្ញុំមកដល់ផ្ទះតែម្ដងតែគេមិនអាចចូលទៅក្នុងផ្ទះបានដោយសារតែលោកយាយមានព្រះភូមិនិងជំនាញផ្ទះនៅការពារយ៉ាងស័ក្តិសិទ្ធិផងដែរហើយពេលគេចូលសន្ធិដ្ឋនៅក្នុងខ្លួនបងប្រុសរបស់ខ្ញុំទើបធ្វើឲ្យខ្លួនគាត់ក្តៅខ្លាំងមែនទែនព្រោះមានជំនាញផ្ទះនិងព្រះភូមិចាំដេញប្រលឹងគេមិនឲ្យទៅណាបាននោះទេចាប់តាំងពីថ្ងៃនោះមកបងប្រុសរបស់ខ្ញុំក៏បានក្លាយជាមនុស្សម្នាក់ដែលមានជំនឿទៅលើរឿងអមនុស្សនេះយ៉ាងខ្លាំងពេលទៅណាមកណាគាត់តែងតែបន់ស្រន់និងសុំម្ចាស់ទឹកម្ចាស់ដីជាប់ជារហូតនឹងទោះបីជាបច្ចុប្បន្ននេះគាត់មានប្រពន្ធកូនរស់នៅអូស្ត្រាលីយ៉ាងណាក៏ដោយក៏គាត់នៅតែជឿលើរឿងអបិយជំនឿនិងរឿងខ្មោចព្រាយនេះដែរថាវាពិតជាមានពិតមែននៅលើโลกនេះជាពិសេសកន្លែងណាដែលមានរានទេវតាដែលគេបោះចោលឬក៏ដើមពោធិ៍ដើមជ័យធំៗអញ្ចឹងណាច្បាស់ណាស់ប្រកាសជាមានពពុះវិញ្ញាណខ្មោចព្រាយដែលនៅចាំនៅទីនោះវាគឺជាទីស្នាក់អាស្រ័យរបស់គេអញ្ចឹងណាខ្ញុំចង់ផ្ដាំអ្នកទាំងអស់គ្នាថាបើមិនជឿសូមកុំប្រមាថទៅ
លើរឿងអមនុស្សដែលយើងមើលមិនឃើញព្រោះវាពិតជាអាចឆក់ជីវិតមនុស្សយើងបានមែនបើសិនជាយើងមានការធ្វើប្រហែសនេះបើគង់តែកើតឡើងនៅក្នុងគ្រួសាររបស់ខ្ញុំផ្ទាល់ក៏ខ្ញុំមិនជឿដែរបាទសង្ឃឹមថារឿងមួយនេះអាចធ្វើឲ្យអ្នកទាំងអស់គ្នាគេងលក់ស្រួលហើយនឹងនឹកខ្ញុំរហូតណាខ្ញុំនឹងព្យាយាមចេញវីដេអូដែលមានប្រយោជន៍ដល់អ្នកទាំងអស់គ្នាបាទគ្រប់ content គ្រប់មាតិកាទាំងអស់មិនថាប្រវត្តិសាស្ត្រចំណេះដឹងទូទៅខ្ញុំនឹងព្យាយាមឲ្យតែមានពេលហើយកុំភ្លេចចុច like subscribe ហើយនឹង turn on notification ដើម្បីបានវីដេអូក្រោយហ្នឹងចូលមក comment មុនគេហើយសម្រាប់អ្នក